បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកព័ត៌មានមួយដែលចុះផ្សាយដោយគេហទំព័រ www.ofa.org/ ខ្មែរព័ត៌មាននេះលើកឡើងដោយព្រះមហាក្សត្រមិនមានព្រះរាជបន្ទូលអ្វីទេក្នុងពិធីខួបលើកទី62នៃបុណ្យឯករាជ្យជាតិនេះគឺជារូបថតសម្ដេចព្រះបរមនាថនរោត្តមសីហមុនីរូបចំកណ្ដាលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើងចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី62នៃបុណ្យឯករាជ្យជាតិ9វិច្ឆិកានាវិមានឯករាជ្យរាជធានីភ្នំពេញនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2015នេះគឺជារូបភាពមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលហើយនេះគឺជារូបភាពព្រះមហាក្សត្រសម្ដេចសម្ដេចជាមួយមន្ត្រីរាជការនេះគឺជារូបភាពមហាក្សត្រនិងមន្ត្រីរាជការគោរពភ្លេងជាតិព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថនរោត្តមសីហមុនីយើងចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី62នៃបុណ្យឯករាជ្យជាតិទី9ខែវិច្ឆិកាឆ្នាំ2015រួមនឹងមន្ត្រីកម្ពុជាថ្នាក់ជាតិនៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធសិស្សនិស្សិតនិងពលរដ្ឋប្រមាណ 5000 នាក់នៅម៉ោងប្រមាណ 8 ព្រឹកនាវិមានឯករាជ្យរាជធានីភ្នំពេញព្រះមហាក្សត្រយាងប្រទានព្រះរាជភ្លើងជ័យនិងសំណេះសំណាលជាមួយអ្នកចូលរួមទាំងអស់ប៉ុន្តែទ្រង់មិនបានមានព្រះរាជបន្ទូលជាផ្លូវការអ្វីទេក្នុងឱកាសនៃព្រះរាជពិធីនេះចំណែកចរាចរណ៍ត្រូវបានសម្រួលជាបណ្ដោះអាសន្នដោយគ្មានយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវដែលក្បែរទីតាំងវិមានឯករាជ្យដូចជាកំណត់វិថីព្រះសីហនុវិថីសម្ដេចសុធារសផ្លូវសម្ដេចព្រះសុរាម្រិតនិងកំណត់ផ្លូវមួយចំនួនទៀតដែលនៅក្បែរនោះថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ជាថ្ងៃដែលកម្ពុជាដឹកនាំដោយព្រះមហាវីរក្សត្រព្រះបរមកោដ្ឋព្រះបាទនរោត្តមសីហនុបានទទួលឯករាជ្យពីអាណានិគមបារាំងដែលបានគ្រប់គ្រងកម្ពុជាអស់រយៈពេល90ឆ្នាំតាំងពីឆ្នាំ1863មកនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953នៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2015ក៏ជាខួបលើកទី62ឆ្នាំនៃទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទកន្លងមកក្រសួងការពារជាតិកម្ពុជាក៏តែងតែប្រារព្ធពិធីផ្លូវការជារៀងរាល់ឆ្នាំផងដែរ